ចម្រើនពរញាតិញោមជាពុទ្ធបរិស័ទនេះគឺជាទិដ្ឋភាពនៅអង្គរបងណាខាងអឺអង្គរវត្តយើងហើយមុននឹងចូលដល់អង្គរគឺយើងថតមើលនៅស្រះព័ទ្ធជុំវិញហើយកសិនអង្គរណាបងណាហ្នឹងហើយមានទឹកស្រស់ថ្លាស្អាតឆ្វេងទឹកថ្លាឆ្វេងតែហ្មងបងហ្នឹងដោយសារនៅទីនោះគឺគេអឺយកចកយកសារាយចេញហើយទុកឲ្យនៅទឹកស្អាតបងមានការថែរក្សាអំពីបងប្អូនយើងខាងបរិស្ថានបងហើយមានស្មៅមានអីខៀវណាមានមនុស្សម្នាមកទស្សនាជាច្រើននៅអង្គរនៅក្នុងថ្ងៃអាទិត្យបងហើយញាតិញោមពុទ្ធបរិស័ទឃើញហើយណាបងទិដ្ឋភាពបែបនេះគឺយើងមើលនៅ view ហើយនឹងស្រះហ្នឹងហើយមានគុណចាស់ស្នានៅអង្គរផងដែរបងអញ្ចឹងញាតិញោមឃើញហើយទិដ្ឋភាពនេះគឺជាទិដ្ឋភាពនៅតាមកសិនអង្គរហើយយើងនឹងចូលច្រកចេញពីខាងកើតទៅប៉ុណ្ណា ខាងកើតអង្គរហើយទិដ្ឋភាពនេះគឺស្រស់ស្អាតណាញាតិញោមពុទ្ធបរិស័ទហើយក៏មានញាតិញោមគាត់ទៅបងហ្នឹងហើយបាននិមន្តព្រះសង្ឃទៅអឺទស្សនានៅអង្គរហើយយើងចេះមើលតាមហ្នឹងទៅបងទិដ្ឋភាពនេះគឺជាទិដ្ឋភាពដែលអាត្មាភាពថតទៅយើងកវិតកវត្តបន្តិចប៉ុន្តែមិនអីទេណាយើងចែកមើលនៅទិដ្ឋភាពអង្គរបងហ្នឹងហើយរៀងលឿនរៀងអីចឹងប៉ុន្តែយើងមើលឲ្យលឿនចឹងទៅបានឃើញទិដ្ឋភាពទាំងស្រុងបងនៅអង្គរវត្តយើងណាមានគុណចាស់ញាតិញោមពុទ្ធបរិស័ទច្រើនដែរបងហ្នឹងហើយបានមករថយន្តហើយនេះក៏មានភ្ញៀវបរទេសបងគេទៅលេងនៅអង្គរហ្នឹងផងដែរហើយខែនេះគឺថាទិដ្ឋភាពស្រស់ស្អាតនៅក្នុងពុទ្ធបរិស័ទដោយសារវាមានភ្លៀងធ្លាក់ផងអីផងហើយមានស្មៅណែកូនចាស់ណាធ្វើដំណើរទៅកាន់នៃទឹកដីអង្គរហើយយើងក៏មើលទៅជាមោទនភាពសម្រាប់ប្រទេសយើងដែលមាននៅប្រាង្គប្រាសាទដល់ល្បែងល្បីនឹងរាប់រយឆ្នាំណាស់មកហើយបងដូច្នេះយើងក៏ជាទឹកដីមួយដ៏អស្ចារ្យនៅអង្គរណាញាតិញោមពុទ្ធបរិស័ទណាហើយយើងកម្របានមកដែរយូរម្ដងបងណាបើញាតិញោមពុទ្ធបរិស័ទអ្នកនៅអង្គរនឹងតែម្ដងគាត់អត់មានទាំងពេលវេលាមកផងជាពិសេសអ្នកដែលនៅឆ្ងាយនៅខេត្តនៅក្រុងនៅភ្នំពេញអីទេហ្នឹងហើយចេះតែមកនឹងមើលនៅអង្គរណាហ្នឹងហើយព្រោះគាត់ឈប់សម្រាកពីការងារហើយក៏ដូចជាគុណម្ចាស់ក៏ចិត្តចូលព្រះវស្សាអញ្ចឹងលោកបាកងនឹងផុតពីការសិក្សារៀនសូត្រនឹងព្រះធម៌ព្រះវិន័យឬក៏សិក្សាផ្សេងលោកមានពេលគេហៅថាសម្រាប់ពីការសិក្សាបាននិមន្តមកជាមួយញាតិញោមពុទ្ធបរិស័ទបងហ្នឹងហើយនេះគឺជាទិដ្ឋភាពទាំងស្រុងដែលយើងឃើញហើយណាបងអាត្មាភាពថតនឹងគឺជា selfie ហ្នឹងហើយចង់គឺថាអត់មានអ្នកថតចេះថតទៅបងហ្នឹងហើយថតខ្លួនឯងផងចែកជូនញាតិញោមពុទ្ធបរិស័ទទស្សនាផងចឹងទៅហ្នឹងយើងបានផ្តិតរូបភាពទុកជាអនុស្សាវរីយ៍បងហ្នឹងហើយទិដ្ឋភាពបែបនេះគឺយើងមិនងាយទេបងណាតើតែយើងផ្តិតតើតែយើងថតចឹងទៅបានទុកជាអនុស្សាវរីយ៍បងមានជនជាតិមានអីចឹងណាហ្នឹងហើយដើរតាមអង្គរហ្នឹងមិនបានឡើងទៅលើផុតទេបងហ្នឹងហើយព្រោះនៅទីនោះក៏មានការជួសជុលអីចឹងទៅហើយណាមួយយើងដើរតាមនេះជុំវិញតែហ្មងបងព្រោះអាត្មាភាពក៏ធ្លាប់ឡើងដើរទៅលើអស់ហើយប៉ុន្តែយើងដើរមើលជុំវិញម្ដងហើយថតនៅទិដ្ឋភាពនៃអង្គរបងតើមានទិដ្ឋភាពស្រស់ស្អាតយ៉ាងណាហ្នឹងហើយយើងមើលព្រៃមើលស្មៅមើលអង្គរផងណាញាតិញោមនោះហ្នឹងហើយក៏មានអ្នកថតមានអ្នកអីចឹងគេមកថតផ្តិតយករូបភាពស្អាតៗដើម្បីយកទៅផ្ទះវិញបង
ណាអាត្មាភាពថតនេះគឺជាសកម្មភាពទាំងស្រុងព្រោះនៅជុំវិញអង្គរវត្តយើងហ្នឹងណាហ្នឹងហើយពុទ្ធបរិស័ទយើងបើអាចនឹងការចូលទៅទស្សនាអីក៏ចូលទៅផ្ទាល់តែបើមិនបានទេគឺបានមើលវីដេអូរូបភាពនេះដែលអាត្មាភាពបានផ្តិតទាំងស្រុងដើម្បីចែកជូនដល់ពុទ្ធបរិស័ទយើងបងប្អូនយើងអ្នកមើលអ្នកទស្សនាផងហ្នឹងហើយនេះគឺជាទិដ្ឋភាពស្អាតណាស់ញាតិញោមពុទ្ធបរិស័ទពេលព្រឹកណានិងពេលព្រឹកព្រហៀមណាយើងដើរមើលអញ្ចឹងទៅគឺថាមានថ្ងៃនឹងក៏រះមកចែងចាំងហើយវាសមនឹងអង្គរយើងនឹងវាស្រស់ស្អាតណាបងស្នាដៃពុព្វបុរសដូនតារបស់យើងបានសាងសង់មកវាស្អាតបងហើយអាត្មាភាពមិនបាននិយាយអំពីប្រវត្តិនៃអង្គរទេព្រោះមានអ្នកដែលគេទៅសេគេរៀបរាប់ពីប្រវត្តិអង្គរច្រើនហើយណាញោមពុទ្ធបរិស័ទពីព្រោះថាអាត្មាភាពក៏មិនមែនជាអ្នកជំនាញខាងប្រវត្តិសាស្ត្រអីទេប៉ុន្តែយើងបានផ្តិតរូបភាពនឹងចែកជូនដល់ពុទ្ធបរិស័ទយើងហើយបើចង់ដឹងប្រវត្តិមានគេរៀបរាប់ច្រើននៅក្នុងប្រវត្តិនៃអង្គរវត្តនេះបងអញ្ចឹងអាត្មាភាពថតតែរូបភាពវីដេអូនឹងចែកជូនដល់ពុទ្ធបរិស័ទយើងមើលតែប៉ុណ្ណោះរីឯប្រវត្តិផ្សេងពុទ្ធបរិស័ទអាចចូលទៅនៅក្នុង Channel YouTube ក៏ដូចជាwebsite ផ្សេងដែលគេផ្សព្វផ្សាយអំពីប្រវត្តិនៃអង្គរវត្តបងហើយយើងចូលទៅទស្សនាទៅឃើញណាបងនឹងមានអ្វីខ្លះហ្នឹងហើយបើយល់ល្អញាតិញោមពុទ្ធបរិស័ទដូចជាជនជាតិបរទេសគេមកទៅគេជួលកាយខ្មែរយើងហ្នឹងហើយគាត់នៅប្រចាំការនៅទីនោះហ្នឹងហើយគាត់រៀបរាប់ទៅហើយជូនថវិកាគាត់ចឹងទៅបងណាព្រោះថាគាត់នៅទីនោះគាត់ត្រូវការតម្លៃដើម្បីចិញ្ចឹមជីវិតផងដែរអញ្ចឹងយើងជួយគ្នាទៅបើថាមានទេសចរអីដំណើរទៅមកក្រុមអញ្ចឹងទៅមានថវិកាខ្លះៗឲ្យគាត់នឹងឯងនាំនិយាយរៀបរាប់ពីប្រវត្តិនៃអង្គរប៉ុណ្ណាហ្នឹងហើយកាលណាបើយើងទៅមើលដុំថ្មតែម្ដងក៏ហាក់បីដូចជាវាមិនដឹងប្រវត្តិអំពីដូនតារបស់យើងដែលគាត់ខំប្រឹងសាងសង់ខំប្រឹងបញ្ចេញនៅស្នាដៃដ៏ល្អហើយទុកឲ្យយើងមកទល់សប្តាហ៍ថ្ងៃនេះគឺថាមានការអស្ចារ្យត្រង់ដែលថាលោកមានគំនិតមានប្រាជ្ញានិងរហូតដល់ថាយើងទាំងអស់គ្នាហ្នឹងសងៃហ្នឹងគឺថាយើងរស់នៅអាស្រ័យផលអំពីគេដំណើររបស់ដូនតារបស់យើងទេអញ្ចឹងយើងនាំគ្នាថែរក្សាធ្វើម៉េចកុំឲ្យបាត់បង់នៅអង្គរក៏ដូចជាទិដ្ឋភាពដ៏ស្រស់ស្អាតបែបនេះណាយើងឃើញប្រទេសគេផ្សេងគេថែរក្សាអភិរក្សនៅប្រាង្គប្រាសាទក៏ដូចជាកន្លែងដែលបុរាណហ្នឹងគេថាគេទុកអញ្ចឹងគឺគេឲ្យទេសចរទៅទស្សនាអញ្ចឹងយើងបានប្រាង្គប្រាសាទនឹងឯងគឺថាអស្ចារ្យណាស់ប៉ុណ្ណានឹងនេះគឺមានព្រះពុទ្ធណាយើងចូលទៅថ្វាយបង្គំនឹងនៅព្រះពុទ្ធក៏ដូចជាកន្លែងនេះកន្លែងគេថតជនជាតិចូលចិត្តថតផងហ្នឹងហើយអញ្ចឹងយើងទស្សនាហើយយើងឃើញអំពីទិដ្ឋភាពទាំងស្រុងណាពុទ្ធបរិស័ទបងប្អូនយើងថាទៅអង្គមម្ដងយើងថតទៅបដិទុកដើម្បីបានជាផុសតាងនៅពេលដែលចាស់ទៅយើងកាលយើងអត់បានទៅទេណាញាតិញោមពុទ្ធបរិស័ទណាដល់ពេលចាស់ហើយយើងមិនដឹងថាទៅណាមកណាទៀតទេព្រោះឆ្ងាយណាមួយកម្លាំងថមថយប៉ុន្តែឥឡូវវាមិនថ្មីទេណាឲ្យតែមានថវិកាចង់ទៅដល់អង្គរនឹងប្រមាណយប់ក៏បានដែរហ្នឹងហើយមួយអាទិត្យក៏បានដែរញាតិញោមពុទ្ធបរិស័ទចាស់គាត់អាចថានៅនឹងផ្ទះជួលឬក៏អីចឹងទៅហើយនៅនឹងទៅហើយយើងដើរទស្សនាតាមដំណើរហ្នឹងហើយណាថ្ងៃទី1ថ្ងៃទី2អង្គរវត្តអង្គរតូចក៏ធំដល់សពត្មងបងតែអាត្មាភាពទៅក៏វាច្រើនដងដែរហើយប៉ុន្តែថ
ថតចែកជូនពុទ្ធបរិស័ទយើងចឹងទៅហ្នឹងហើយលើកទី1លើកទី2លើកទី3ចេះទៅបងថតទៅហ្នឹងហើយចែកជូនណាដល់ពុទ្ធបរិស័ទយើងបងប្អូនយើងអ្នកទស្សនានៅខាងក្រៅស្រុកហើយជនបរទេសក៏គេប្រាថ្នាចង់មកនៅអង្គរយើងនេះដែរពីព្រោះវាជាប្រាសាទដ៏ល្បីញាតិញោមពុទ្ធបរិស័ទហើយនេះគឺអាត្មាភាពបានដើរខាងក្នុងឡើងអស់ហើយឥឡូវនេះចេញមកក្រៅផងហ្នឹងហើយឃើញទេបងណាទិដ្ឋភាពនៅខាងមុខនេះបងណាយើងអាចអង្គុយមើលនៅប្រាសាទអង្គរប្រាង្គប្រាសាទហ្នឹងគឺថាឃើញមើលពីនេះទៅគឺឃើញកំពូល5ណាញាតិញោមពុទ្ធបរិស័ទតែអញ្ចឹងគឺអង្គុយមើលនៅនេះហើយវាសមនឹងខ្យល់ត្រជាក់រហៀកហើយនឹងមានមេឃនឹងឯងគឺថាវាមានពណ៌ស្អាតហើយមើលអង្គរទៅវាប្រែពណ៌ញាតិញោមប្រែពណ៌ទៅជាពណ៌ស្អាតហ្នឹងណាមានពណ៌សពណ៌ក្រហមអីចឹងពណ៌ប្រាក់អីចឹងទៅតាមថ្ងៃហ្នឹងអស្ចារ្យណាស់ញាតិញោមពុទ្ធបរិស័ទចឹងនៅក្នុងទិដ្ឋភាពហ្នឹងណាញាតិញោមមើលឃើញទេដល់ពេលទិដ្ឋភាពប្រែប្រួលយ៉ាងម៉េចគឺអង្គរហ្នឹងប្រែប្រួលទៅនឹងតាមថ្ងៃហ្នឹងមើលទៅវាមានការប្រែពណ៌យើងថាប្រែពណ៌គាត់ហ្នឹងហើយវាមានភាពអស្ចារ្យអញ្ចឹងយើងគិតមើលទៅញាតិញោមពុទ្ធបរិស័ទនេះនៅក្នុងទិដ្ឋភាពតែយើងអង្គុយមើលពីហ្នឹងទៅឃើញអង្គរណាបងហ្នឹងក៏ឃើញទិដ្ឋភាពប្រែពណ៌ផ្សេងហ្នឹងកាលណាបើថ្ងៃរះមកចែងចាំងទៅជាពណ៌មាសពណ៌ប្រាក់អីចឹងណាញាតិញោមពុទ្ធបរិស័ទចឹងមិនថាអស្ចារ្យណារឿងពុព្វបុរសដូនតាយើងដែលគាត់បានសាងសង់នៅប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញនិងដល់ពិភពលោកយើងទាំងមូលគេស្រាវជ្រាវគេគ្រាន់តែឃើញនៃរូបភាពទិដ្ឋភាពនៃប្រាង្គប្រាសាទអង្គរហ្នឹងគេថាអូនេះប្រទេសកម្ពុជា Cambodia ចឹងអស្ចារ្យណាពុទ្ធបរិស័ទណាយើងប្រទេសទូចមិនប៉ុន្តែមានអង្គរដ៏ធំដ៏ស្រស់ស្អាតនិងសម្រាប់បង្ហាញពិភពលោកចឹងសូមតាមដានទស្សនាជា